ជំរាបសួរលោកគ្រូទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងនឹងប្រាប់ពីរបៀបនៃការចូលទៅប្រឡងប្រចាំខែនៅក្នុងប្រព័ន្ធ PLP ទាំងអស់គ្នាដែលទូទៅគេតម្លាក់មកយើងប្រឡងចាប់ពីថ្ងៃ20រហូតដល់ថ្ងៃ30អញ្ចឹងលោកគ្រូអញ្ចឹងជាដំបូងលោកគ្រូចូលទៅកន្លែង Google Chrome ដែលយើងចូលបើកដូចសប្តាហ៍លោកគ្រូអញ្ចឹងបន្ទាប់ពីបើកហើយវានឹងចេញផ្ទាំងកន្លែងឲ្យយើង search សម្រាប់search កម្មវិធីផ្សេងបាននៅខាងលើនេះហ្នឹងកន្លែង search ហ្នឹងលោកគ្រូទាំងអស់អាចវាយកន្លែងហ្នឹងដាក់វាយអក្សរ PLP យើងដាក់ពុំធំក៏បានទូចក៏បានដែរលោកគ្រូអីកន្លែងហ្នឹងគឺវាស្គាល់ទាំងអស់បន្ទាប់មកយើងចុចបញ្ជូនធម្មតាអញ្ចឹងយើងចុចកន្លែង Go ហ្នឹងទៅវាលោតទៅកន្លែងផ្ទាំងដែលយើងចូលដំបូងគេវាចេញបែបនេះមានកុមារតូចធំមធ្យមអញ្ចឹងមកប៉ុន្តែកន្លែងដែលយើងត្រូវយកអត់មើលអាហ្នឹងទៅយើងមើលទៅខាងលើវិញដែលកន្លែងចូលគណនេយ្យអញ្ចឹងយើងចុចកន្លែងចូលគណនេយ្យទាំងអស់គ្នាមកអញ្ចឹងពេលចុចហើយវានឹងចេញកន្លែងមានឈ្មោះអ្នកប្រើប្រាស់ហើយនឹងលេខសម្ងាត់កន្លែងខាងលើគេហ្នឹងប៉ុន្តែទូទៅកន្លែងហ្នឹងយើងមិនចាំបាច់ប្រើជាឈ្មោះអ្នកប្រើប្រាស់ក៏បានឬក៏លេខសម្ងាត់ក៏បានយើងមានកន្លែង scan QR ខាងក្រោមគេដាក់ពាក្យ scan QR អញ្ចឹងបងប្អូនអាចចុចកន្លែង scan QR នេះបានបន្ទាប់ពីវាចេញបែបនេះលោកគ្រូត្រូវចុចកន្លែងពាក្យ allow ដើម្បីអនុញ្ញាតឲ្យកាមេរ៉ាយើងអាចបើកថតបានអញ្ចឹងទៅយើងចុចកន្លែងពាក្យ allowបន្ទាប់មកយើងត្រូវយក QR របស់យើងដាក់ឲ្យចំកន្លែងបត់4ជ្រុងហ្នឹងធ្វើម៉េចឲ្យវាពេញរហូតដល់តែវាអាចចាប់កន្លែង QR ហ្នឹងបានអញ្ចឹងបន្ទាប់ពីវាចាប់បានហើយវានឹងលោតចូលកន្លែងផ្ទាំងដំបូងគេនេះសម្រាប់ចូលគណនេយ្យរបស់សិស្សវាមានឈ្មោះនៅខាងលើឈ្មោះរបស់សិស្សម្នាក់ៗដែលយើងចូលគណនេយ្យហ្នឹងអញ្ចឹងដើម្បីប្រឡងប្រចាំខែបានលោកគ្រូអាចមើលទៅកន្លែងខាងលើកន្លែងចុចចំកន្លែងឈ្មោះហ្នឹងមកបន្ទាប់មកវានឹងចេញបែបនេះមានរៀនតាមដានតេស្តកិច្ចការផ្ទះចឹងទៅអញ្ចឹងកន្លែងដែលយើងត្រូវយកគឺកន្លែងតេស្តចុចកន្លែងតេស្តទាំងអស់គ្នាមកអញ្ចឹងវានឹងលោតពាក្យតេស្តឲ្យមានប្រភេទតេស្តហើយមុខវិជ្ជាគោលបន្ទាប់មកគ្រូយកកន្លែងពាក្យប្រឡងប្រចាំខែពណ៌ក្រហមហ្នឹងអញ្ចឹងវានឹងចេញកន្លែងប្រឡងប្រចាំខែហើយវាមានដាក់ថ្នាក់អញ្ចឹងបានន័យថាបើសិស្សនឹងថ្នាក់ទីម៉ានកន្លែងហ្នឹងវានឹងលោតថ្នាក់ដែលគាត់រៀននឹងអូតូត្មងយើងអត់ចាំបាច់សេរីទៅទេឧទាហរណ៍ថានេះភាសាគាត់ថ្នាក់ទី3អញ្ចឹងវាចេញថ្នាក់ទី3អូតូលើនឹងចំពោះកន្លែងថ្នាក់ខាងលើហ្នឹងយើងក៏អាចដូរកម្រិតថ្នាក់របស់គាត់បានដូចគ្នាអញ្ចឹងបន្ទាប់ពីជ្រើសរើសកម្រិតថ្នាក់ហើយយើងជ្រើសរើសមុខវិជ្ជាដែលគាត់ត្រូវប្រឡងអញ្ចឹងខ្ញុំយកកន្លែងភាសាខ្មែរថ្នាក់ទី3អញ្ចឹងកន្លែងនេះវានឹងបង្ហាញយើងលម្អិតពាក់ព័ន្ធទៅនឹងវិញ្ញាសាអញ្ចឹងរយៈពេលដែលគេឲ្យយើងប្រឡងមានរយៈពេល45នាទីហើយសំណួរមាន30សំណួរអញ្ចឹងបន្ទុកដែលជាប់គឺធ្វើម៉េចឲ្យត្រូវបាន50% នៃសំណួរហ្នឹងទើបអាចជាប់បានបន្តមកយើងអាចចុចចាប់ផ្ដើមបានអញ្ចឹងបន្ទាប់ពីចុចចាប់ផ្ដើមវានឹងលោតជាផ្ទាំងសំណួរបែបនេះមានសំណួរនៅផ្នែកខាងលើហើយចម្លើយឲ្យជ្រើសរើសមាន4ខាងក្រោមអញ្ចឹងបន្ទាប់ពីអានសំណួរហើយលោកគ្រូអាចឲ្យគាត់រើសចម្លើយមួយដែលត្រឹមត្រូវបន្ទាប់មកឲ្យគាត់ចុចកន្លែងបន្ទាប់ដើម្បីតសំណួររហូតដល់អស់30សំណួរហ្នឹងអញ្ចឹងនៅពេលដែលដល់សំណួរទី30វានឹងចេញខាងក្រោមគឺវាលែងមានពាក្យបន្ទាប់ហើយប៉ុន្តែវាដាក់ចេញជាពាក្យបញ្ជូនចម្លើយអញ្ចឹងបន្ទាប់ពីជ្រើសរើសចម្លើយហើយលោកគ្រូអាចយកពាក្យបញ្ជូនចម្លើយអញ្ចឹងកន្លែងហ្នឹងវានឹងសួរបញ្ជាក់យើងម្ដងទៀតថាយើងពិតជាចង់បញ្ជូនចម្លើយមែនឬក៏អត់អញ្ចឹងយើងចុចលើក្រោមអញ្ចឹងវានឹងលោតជាលទ្ធផលនៃការប្រឡងរបស់យើងថាសិស្សនឹងអាចធ្វើបានប្រមាណភាគរយនៃសំណួរទាំងអស់ហ្នឹងនៃ30សំណួរដែលវាមានលម្អិតនៅក្នុងទាំងអស់មានតាំងពីសំណួរដែលត្រូវហើយនិងសំណួរខុសហើយនឹងបន្ទុកនៅចំកណ្ដាលគេហ្នឹងអញ្ចឹងលោកគ្រូអាចស្រង់បន្ទុកនឹងយកទៅដាក់នៅក្នុង